តើអ្វីទៅជាប្រព័ន្ធព្រះអាទិត្យសួស្តីក្មេងៗទាំងអស់គ្នាស្វាគមន៍មកកាន់ Kid Podcast ដែលជាកម្មវិធីសម្រាប់កុមារដែលមានទាំងភាពសប្បាយនិងចំណេះដឹងថ្មីៗនៅក្នុងវគ្គថ្ងៃនេះដែរយើងនឹងទៅស្វែងយល់អំពីប្រព័ន្ធព្រះអាទិត្យបើត្រូវជាស្ដាប់ឲ្យបានល្អហើយត្រៀមខ្លួនទៅស្វែងយល់ជាមួយ Kid Podcast ទាំងអស់គ្នានៅក្នុងលំហផែនដីគឺជាភពមួយវាជាសិលាឬដុំថ្មមួយដុំធំដែលរសាត់អណ្ដែតនៅក្នុងលំហភពផែនដីគឺជាភពមួយក្នុងចំណោមភពទាំង8ដែលធ្វើដំណើរជុំវិញព្រះអាទិត្យព្រះអាទិត្យរួមជាមួយនឹងភពទាំងអស់នោះត្រូវបានគេហៅថាប្រព័ន្ធព្រះអាទិត្យភពទាំងអស់ដែលស្ថិតក្នុងប្រព័ន្ធព្រះអាទិត្យធ្វើដំណើរជុំវិញព្រះអាទិត្យបំណែកនៃថ្មដែលគេឲ្យឈ្មោះថាជាអាចផ្កាយនោះក៏ធ្វើដំណើរជុំវិញព្រះអាទិត្យផងដែរភពទាំងអស់តាមពិតទៅពួកវានៅឆ្ងាយពីគ្នាខ្លាំងណាស់អ្នកវិទ្យាសាស្ត្រគិតថាប្រព័ន្ធព្រះអាទិត្យបានកើតមានឡើងរាប់លានឆ្នាំមកហើយវាចាប់ផ្ដើមឡើងដំបូងជាដុំពពកដែលសុទ្ធសឹងជាឧស្ម័ននិងធូលីតែប៉ុណ្ណោះពពកនៃឧស្ម័ននិងធូលីចាប់ផ្ដើមរួមគ្នាឡើងក្រាស់ទៅផ្នែកនៃពពកនោះបានឡើងកម្ដៅคล้ายជាបណ្ដុំឧស្ម័នក្ដៅហើយវាបានប្រែក្លាយជាព្រះអាទិត្យឧស្ម័នផ្សេងនិងធូលីវិលជុំវិញព្រះអាទិត្យអស់រយៈពេលរាប់លានឆ្នាំបន្តទៀតធូលីនិងឧស្ម័នទាំងនោះបានរួមបញ្ចូលគ្នាបន្តិចម្ដងប្រែក្លាយជាភពផ្សេងដែលយើងបានស្គាល់ព្រះអាទិត្យគឺជាដុំបាល់ដ៏ធំមួយនៃបញ្ឆេះឧស្ម័នដែលយើងស្គាល់វាថាជាផ្កាយមួយវាផ្ដល់ពន្លឺនិងកម្ដៅដល់ភពទាំងអស់ព្រះអាទិត្យមើលទៅធំដោយសារវានៅជិតភពផែនដីជាងផ្កាយផ្សេងឧស្ម័នក្ដៅសាយភាយនឹងផ្ទុះចេញមកក្រៅហើយធ្លាក់មកវិញជាដដែលផ្នែកខ្លះនៃព្រះអាទិត្យមិនក្ដៅដូចកន្លែងផ្សេងទេតែផ្នែកទាំងនោះហៅថាចំណុចព្រះអាទិត្យការផ្ទុះដ៏ធំនិងខ្លាំងត្រូវបានគេហៅថាអណ្ដាតភ្លើងព្រះអាទិត្យយើងមិនត្រូវសម្លឹងមើលព្រះអាទិត្យឲ្យចំនោះទេព្រោះថាពន្លឺព្រះអាទិត្យគឺភ្លឺខ្លាំងដែលអាចនឹងធ្វើឲ្យយើងខូចភ្នែកភពទាំងអស់សុទ្ធតែមានគន្លងខ្លួនវាក្នុងការវិលជុំវិញព្រះអាទិត្យពួកវាទាំងអស់ចំណាយពេលខុសៗគ្នាវិលជុំវិញព្រះអាទិត្យផងដែរភពផែនដីយើងប្រើរយៈពេល365ថ្ងៃនិងយប់ក្នុងការវិលជុំវិញព្រះអាទិត្យមួយជុំហើយនេះត្រូវបានយើងស្គាល់ថាជារយៈពេលពេញមួយឆ្នាំភពទាំងអស់ក៏វិលជុំវិញខ្លួនឯងផងដែរពេលដែលវិលជុំវិញព្រះអាទិត្យដែលជាហេតុធ្វើឲ្យភពទាំងអស់មានយប់មានថ្ងៃពន្លឺថ្ងៃរបស់ព្រះអាទិត្យរះលើភពផែនដីយើងតែម្ខាងប៉ុណ្ណោះផ្នែកខាងងងឹតព្រោះពន្លឺព្រះអាទិត្យមិនអាចទៅដល់ដែលយើងហៅថាយប់ចំណែកឯផ្នែកខាងបែរទៅទិសដែលមានព្រះអាទិត្យធ្វើឲ្យភពផែនដីយើងមានពន្លឺដែលយើងហៅថាថ្ងៃភពពុទ្ធជាភពដែលស្ថិតនៅជិតព្រះអាទិត្យជាងគេផ្ទៃរបស់វាគ្របដណ្ដប់ទៅដោយរន្ធជាច្រើនដែលត្រូវបានគេហៅថាជារណ្ដៅយក្សទាំងអស់នេះភាគច្រើនត្រូវបានកើតមានឡើងដោយសារតែដុំថ្មធំធ្លាក់ទៅលើផ្ទៃរបស់វាដុំថ្មដែលហោះនិងមានល្បឿនលឿនធ្លាក់ទៅលើផ្ទៃរបស់ភពពុទ្ធបង្កើតឲ្យវាជារណ្ដៅយក្សបំណែកថ្មនិងធូលីជាច្រើនបានហោះឡើងជុំវិញរណ្ដៅទាំងនោះថ្មនិងធូលីផ្ដុំគ្នាបង្កើតបានជាស្រទាប់ក្រាស់ជុំវិញរណ្ដៅយក្សទាំងនោះនៅលើផ្ទៃរបស់ភពពុទ្ធ
មានកម្ដៅក្តៅជាងទឹកពុះរហូតដល់ទៅ4 ដង ភពសុក្រជាភពដែលក្តៅបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ វាក្តៅខ្លាំងដោយសារតែវាត្រូវបានគ្របដណ្ដប់ដោយស្រទាប់ពពកក្រាស់មួយ នៅក្នុងផ្ទៃរបស់ភពសុក្រ ពពកក្រាស់ទាំងនោះធ្វើឲ្យមេឃមើលទៅមានពណ៌ទឹកក្រូច កាំរស្មីព្រះអាទិត្យឆ្លងកាត់ពពកទាំងនោះធ្វើឲ្យផ្ទៃរបស់ភពសុក្រឡើងកម្ដៅ ពពកបាំងកម្ដៅមិនឲ្យចេញទៅក្រៅដែលជាហេតុធ្វើឲ្យភពសុក្រកាន់តែក្តៅឡើងផ្ទៃនៃភពសុក្រពោរពេញទៅដោយថ្មរឹងភពសុក្រក្តៅខ្លាំងរហូតដល់ថ្នាក់វាមានបញ្ចេញពន្លឺនៅក្នុងទីងងឹតទៅហើយ ភពផែនដីត្រូវបានកកើតឡើងពីថ្មហើយហ៊ុំព័ទ្ធដោយទឹកនិងឧស្ម័នផ្សេងវាជាភពតែមួយគត់ដែលត្រូវបានគេស្គាល់ថាមានភាវៈមានជីវិតរស់នៅ ផែនដីមានល្បាយនៃខ្យល់កម្ដៅនិងទឹកត្រឹមត្រូវសមល្មមសម្រាប់ភាវៈមានជីវិតរស់នៅ ស្រទាប់នៃឧស្ម័នជុំវិញផែនដីផ្ដល់ជាខ្យល់ដល់ភាវៈមានជីវិតដែលជាភាវៈទាំងអស់នោះត្រូវការជាចាំបាច់ក្នុងការដកដង្ហើម ព្រះអាទិត្យផ្ដល់កម្ដៅដល់ភពផែនដី រុក្ខជាតិរស់បានដោយសារពន្លឺព្រះអាទិត្យ ហើយក៏បានក្លាយជាចំណីរបស់សត្វផ្សេងផងដែរ ច្រើនជាងពាក់កណ្ដាលនៃផ្ទៃរបស់ភពផែនដីត្រូវបានគ្របដណ្ដប់ដោយទឹក អ្វីៗគ្រប់យ៉ាងត្រូវការទឹកដើម្បីរស់រានមានជីវិត ព្រះច័ន្ទគឺជាដុំសិលាធំមួយដែលធ្វើចលនាវិលជុំវិញផែនដី ព្រះច័ន្ទគឺភ្លឺបំផុតដែលអ្នកអាចមើលឃើញនៅលើមេឃនាពេលរាត្រី នៅពេលដែលព្រះច័ន្ទផ្លាស់ទី ព្រះអាទិត្យបំភ្លឺផ្នែកផ្សេងនៃផ្ទៃរបស់វា នេះជាមូលហេតុដែលព្រះច័ន្ទហាក់ដូចជាផ្លាស់ប្ដូររូបរាង នៅពេលដែលផ្នែករបស់ព្រះច័ន្ទដែលបែរមុខទៅកាន់ផែនដីត្រូវបានបំភ្លឺឡើង អ្នកអាចឃើញព្រះច័ន្ទដូចជារង្វង់មួយដ៏ភ្លឺអញ្ចឹង ពេលខ្លះអ្នកអាចមើលឃើញតែផ្នែកម្ខាងដែលត្រូវពន្លឺថ្ងៃប៉ុណ្ណោះ នៅពេលដែលព្រះអាទិត្យរះនៅពីខាងក្រោយព្រះច័ន្ទ អ្នកមិនអាចមើលឃើញផ្នែកភ្លឺទេ ដូច្នេះវាមើលទៅឃើញងងឹត នៅឆ្នាំ 1969 អវកាសយានិកបានចុះចតនៅលើឋានព្រះច័ន្ទនៅក្នុងយានអវកាសមួយ ដល់ពេលត្រូវលាគ្នាសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាក្មេងៗទាំងអស់គ្នាបានរៀនអ្វីថ្មីនិងមានភាពសប្បាយរីករាយជាមួយ Kid Podcast កុំភ្លេចតាមដានស្ដាប់វគ្គបន្តទៀតណាព្រោះយើងនឹងនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីនិងពិភពលោកដ៏អស្ចារ្យជាច្រើនទៀតជួបគ្នាវគ្គក្រោយលាហើយក្មេងៗ